នេះជាទីក្រុងយ៉ាភុតទីក្រុងត្រជាក់បំផុតនៅលើផែនដីនៅពេលសីតុណ្ហភាពដល់67អង្សាហ្វារ៉ាន់ហៃតការចម្អិនអាហារក្តៅមួយក៏ក្លាយជាការសាកល្បងរស់មានជីវិតដែរត្រីសាល់មុនដែលកករឹងដូចថ្មកំបិតមិនអាចកាត់បានទេជំរឿតែមួយគត់គឺម៉ាស៊ីនកាត់ឈើអ្នកអាចដឹងថាត្រីនៅល្អឬអត់ដោយមើលលើសភាពរបស់វាសត្វឆ្កែនៅក្នុងតំបន់នេះរស់នៅដោយស៊ីត្រីកកតាំងពីកំណើតបន្ទាប់ពីយកពោះវៀនចេញហើយត្រីសាល់មុនត្រូវបានដាក់អាំងប៉ុន្តែនេះមិនមែនជាការអាំងធម្មតាទេនៅសីតុណ្ហភាពទាបបែបនេះបើគ្មានសម្ពាធនិងកម្ដៅបន្តបន្ទាប់អាហារមិនអាចឆ្អិនល្អបានទេអ្នកប្រហែលជាមិនចង់សាកល្បងវាដោយខ្លួនឯងទេប៉ុន្តែនៅពេលដែលមានមិត្តភ័ក្តិឃ្លានអ្នកអាចចែករំលែកអ្វីដែលអ្នកមានទឹកសម្រាប់ផឹកត្រូវបានរក្សាទុកជាមុនទឹកកកត្រូវបានកាត់យកតាំងពីដើមហើយរក្សាទុកក្រោមដីព្រិលដែលបំបែកតូចៗត្រូវបានប្រើសម្រាប់បិទបាំងនិងរក្សាកម្ដៅជាន់ក្រោមនៃឃ្លាំងពួកគេថែមទាំងប្រើសេះតូចមួយដើម្បីអស់ទឹកកកធំៗដែលកាត់ចេញពីបឹងកកទឹកកកអាចចម្រោះការសំណល់ដោយធម្មជាតិហើយរក្សាទុកត្រឹមត្រូវវាអាចផ្គត់ផ្គង់ទឹកដល់គ្រួសារមួយបានលើសពី2ខែជីវិតនៅទីនេះពិបាកប៉ុន្តែមិនអាក្រក់ទេការរស់រានមានជីវិតខ្លាយជាទម្លាប់ហើយទម្លាប់ផ្ដល់អត្ថន័យដល់ជីវិតវាមិនមែនជាការប្រយុទ្ធប្រឆាំងនឹងភាពត្រជាក់ទេប៉ុន្តែជាការទទួលយកវា